លោកស្រីប្រិមត្តទស្សនិកជនជាទីគោរពនៅពេលដែលការប្រែប្រួលទៅក្នុងវ័យចំណាស់ស្ថានភាពសុខភាពជាទូទៅរបស់យើងក៏មានការប្រែប្រួលដែរហើយភ្នែកដែលជាសរីរៈមួយនៃរាងកាយក៏ប្រែប្រួលទៅតាមលក្ខខណ្ឌធម្មជាតិនេះដែរអ្នកជំនាញបានឲ្យដឹងថាបើទោះបីជាការប្រែប្រួលមានលក្ខណៈទៅតាមធម្មជាតិក៏ពិតមែនក៏ប៉ុន្តែការប្រែប្រួលនៃការមើលឃើញរបស់អ្នកណាម្នាក់នោះក៏អាចមកជាមួយដែរជំងឺមួយចំនួនរួមមាននឹងជំងឺបាយភ្នែកជំងឺខូចសរសៃបាត់ភ្នែកទៅតាមអាយុជាដើមដូច្នេះតើអ្នកណាខ្លះដែលប្រឈមមុខទៅនឹងស្ថានភាពជំងឺនេះនៅក្នុងដំណាក់កាលនេះយើងនឹងជួបជជែកពិភាក្សាអំពីជំងឺនេះជាមួយនឹងលោកវេជ្ជបណ្ឌិតឯកទេសឧវង្សវីរៈដែលលោកគឺជាអ្នកឯកទេសចក្ខុរោគជំរាបសួរលោកវេជ្ជបណ្ឌិតចាលោកវេជ្ជបណ្ឌិតដោយដែលនាងខ្ញុំបានលើកឡើងពីខាងដើមតាក់ទងទៅនឹងការប្រែប្រួលគំហើញនៅក្នុងដំណាក់កាលណាមួយនៃជីវិតនោះមនុស្សនឹងមានការប្រែប្រួលគំហើញដោយការមើលរបស់គាត់ណាហាក់ដូចជាមានការលំបាកជាពិសេសការអានតួអក្សរតូចពេកឬក៏នៅក្នុងទីតាំងដែលមានពន្លឺតិចតួចជាដើមនោះហើយមិនត្រឹមតែប៉ុណ្ណេះទេគឺអ្នកជំនាញបានពំមានថានៅក្នុងដំណាក់កាលនេះស្ថានភាពនេះក៏អាចនាំមកជាមួយនៅជំងឺភ្នែកមួយចំនួនដែលគួរចាប់អារម្មណ៍ដែរយ៉ាងណាក៏ដោយនាងខ្ញុំសូមជម្រាបសួរទៅលោកវេជ្ជបណ្ឌិតតើជាទូទៅមនុស្សស្ថិតនៅក្នុងវ័យណាដែលមានកំហើញប្រែប្រួលនេះចា៎បាទខ្ញុំបាទវេជ្ជបណ្ឌិតឧវង្សវីរៈឯកទេសចក្ខុរោគឬក៏យើងប្រើពាក្យសាមញ្ញថាឯកទេសភ្នែកហើយនឹងបានថែមឯកទេសពីលើមួយទៀតគឺហៅឯកទេសជាន់ខ្ពស់វះកាត់បាតភ្នែកបាទតកតងទៅនឹងសំណួរបងដែរសួរថាតើអាយុប៉ុន្មានដែលមានការប្រែប្រួលជាទូទៅប្រជាជនមនុស្សយើងជាទូទៅតែម្ដងគឺចាប់ពីអាយុ40ឆ្នាំឡើងគឺយើងបដោតឲ្យចំអាយុ40ឆ្នាំដោយសារអីដោយសារតែចាប់ពីអាយុ40ឆ្នាំឡើងការប្រែប្រួលរបស់ភ្នែករបស់យើងគឺប្រើពាក្យថាវិវត្តទៅតាមវ័យប៉ុន្តែតាមវ័យនេះគឺចាប់ពី40ឆ្នាំឡើងវ័យរបស់យើងគឺនឹងមានបញ្ហាមួយដែលយើងអាចកត់សម្គាល់ជាទូទៅជាជនទូទាំងពិភពលោកឲ្យទៅជាមនុស្សជាតិយើងគឺការដែលគាត់មើលចិត្តមិនច្បាស់ការដែលមើលចិត្តមិនច្បាស់ហ្នឹងបានន័យថាចាប់ពី40ឆ្នាំឡើងកៅភ្នែកនៅក្នុងក្រោយវិស័យភ្នែករបស់គាត់ហ្នឹងមិនងាយនឹងសម្របសម្រួលទៅក្នុងការមើលចិត្តបានទេបានន័យថាក្រោម40ឆ្នាំឡើងគឺយើងមើលចិត្តបានស្រួលដោយសារសាច់ដុំកែវភ្នែករបស់យើងនៅខាងក្នុងហ្នឹងគឺសម្របសម្រួលងាយនឹងក្នុងការមើលចិត្តប៉ុន្តែវ័យយើងកាន់តែចាស់លើស40ឆ្នាំក៏ដោយគឺការដែលសម្របសម្រួលក្នុងការមើលចិត្តគឺខ្សោយអញ្ចឹងធ្វើឲ្យការដែលយើងមើលចិត្តគឺពិបាកខុសពីធម្មតាហើយវ័យយើងកាន់តែចាស់បែរថាការមើលចិត្តរបស់យើងកាន់តែពិបាកបើយើងនិយាយស្រួលគឺ degree យើងកាន់តែឡើងសម្រាប់ការមើលចិត្តប៉ុន្តែសម្រាប់ការមើលឆ្ងាយជាទូទៅគឺធម្មតាដោយសារតែសាច់ដុំភ្នែករបស់យើងនៅពេលដែលយើងមើលចិត្តគឺសាច់ដុំកន្ត្រាក់សាច់ដុំកែវភ្នែករបស់យើងបាទអញ្ចឹងចំណុចដែលប្រែប្រួលធំបំផុតគឺចាប់ពីអាយុ40ឆ្នាំឡើងបាទនៅពេលដែលវ័យនោះបានឈានមកដល់ដោយលោកវិជ្ជបណ្ឌិតបានលើកឡើងអញ្ចឹងអំឡុងវ័យ40ឆ្នាំនេះដោយសារតែការមើលចិត្តនេះមានការលំបាកហើយតើជាទូទៅមនុស្សជាតិត្រូវការជំនួយយ៉ាងដូចនេះដើម្បីឲ្យការមើលចិត្តឬក៏អាចនិយាយថាជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់បែបបទនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ហ្នឹងប្រព្រឹត្តទៅបានល្អប្រសើរធម្មតានោះចា៎បាទនៅពេលដែលយើងមើលចិត្តពិបាកចាប់ពីអាយុ40ឆ្នាំឡើងគឺយើងត្រូវទៅជួបវិជ្ជបណ្ឌិតឯកទេសឬក៏ប្រជាជនយើងជាទូទៅគឺទៅជួបហាងវ៉ែនតាដើម្បីឆែកមើលថាអូគាត់មានបញ្ហាដូចក្រេមែនអត់តែពិតมันជាបញ្ហាខុសឆ្គងទេគ្រាន់តែយើងទៅហាងវ៉ែនតាដើម្បីកាត់វ៉ែនតាមើលចិត្តហើយប៉ុន្តែបើសិនជាយើងយល់ទៅតាមបច្ចេកទេសហ្មងនៅពេលដែលយើងមើលចិត្តអត់ច្បាស់អញ្ជើញប្រជាជនយើងមកពិនិត្យពិគ្រោះជាមួយវិជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវដើម្បីមើលថាតើគាត់ពិតជាមានបញ្ហាវិវត្តទៅតាមវ័យមែនអត់ចាប់ពី40ឆ្នាំហ្នឹងគឺគាត់ពិតជាមានបញ្ហាហ្នឹងអត់ហើយបើសិនជាពិនិត្យមើលថាតើគាត់មានបញ្ហាហ្នឹងមែនគឺយើងអាចកែការដែលគាត់មើលចិត្តមិនច្បាស់ហ្នឹងតាមរយៈការគាត់ពាក់វ៉ែនតាបាទនៅត្រង់ចំណុចនេះមុននឹងឈានចូលទៅដល់ចំណុចសំខាន់ដែលលោកវិជ្ជបណ្ឌិតបញ្ជាក់ថាតើការមើលមិនច្បាស់របស់គាត់នេះបង្កឡើងឬក៏មានមូលហេតុដោយសារកត្តាវ័យឬក៏មានបញ្ហាអីផ្សេង
នេះខ្ញុំនឹងជម្រាបសួរសំណួរនេះបន្តទៅទៀតប៉ុន្តែមុននឹងចូលទៅដល់សំណួរនេះនៅពេលដែលលោកវិជ្ជបណ្ឌិតបញ្ជាក់ថានៅពេលដែលយើងវិវត្តទៅតាមវ័យធម្មតាយើងមិនអាចមើលចិត្តបានទេទាមទារឲ្យមានការប្រើប្រាស់វ៉ែនតាដើម្បីជំនួយជាដើមនេះអញ្ចឹងនៅក្នុងស្ថានភាពរស់នៅសពថ្ងៃមានមួយចំនួនចាអ្នកខ្លះនៅក្នុងបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់យើងបានឃើញថាអ្នកខ្លះនៅពេលដែលពេលវេលានេះមកដល់គាត់ហាក់ដូចជាទទួលយកអត់បានគាត់អាចមានអារម្មណ៍ថាពាក់វ៉ែនតាទៅធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ចាស់ជាងមុនអីជាដើមដោយគាត់ជ្រើសរើសមិនប្រើប្រាស់វ៉ែនតាហើយព្យាយាមសម្លឹងទាំងមានផលលំបាកយ៉ាងនេះតើការធ្វើបែបនេះមានផលប៉ះពាល់ទៅដល់ភ្នែកឬក៏យ៉ាងណាចា៎បាទនៅពេលដែលយើងចូលដល់វ័យ40ពិបាកក្នុងការមើលចិត្តអញ្ចឹងបានន័យថាយើងជាទូទៅវិជ្ជាបណ្ឌិតតម្រូវឲ្យពួកគាត់ពាក់វ៉ែនតាមើលចិត្តប៉ុន្តែវ៉ែនតាហ្នឹងសម្រាប់តែមើលចិត្តទេនៅពេលដែលគាត់មើលឆ្ងាយគឺមិនចាំបាច់ពាក់វ៉ែនតាទេហើយផ្ទុយទៅវិញប្រសិនជាការដែលមិនចង់ពាក់វ៉ែនតាគួរសួរថាត្រឹមត្រូវអត់បើយោងទៅតាមអង្គការសុខភាពពិភពលោកគឺតម្រូវឲ្យប្រជាជនឬក៏ប្រជាជាតិយើងទាំងអស់តម្រូវពាក់វ៉ែនតានៅពេលដែលគាត់ចាប់ពី40ឆ្នាំឡើងហើយបើសិនជាយើងមិនពាក់វ៉ែនតាផលប៉ះពាល់គឺផលប៉ះពាល់មានច្រើនប៉ុន្តែគ្រាន់តែមិនធ្ងន់ធ្ងរគឺដូចជាទី1នៅពេលដែលយើងមើលចិត្តមិនច្បាស់យើងខំប្រឹងមើលទាំងតែភ្នែកយើងមិនសូវច្បាស់ធ្វើឲ្យភ្នែកយើងចាប់ផ្ដើមស្ងួតខុសពីធម្មតាដោយសារតែភ្នែករបស់យើងគឺពិបាកក្នុងការមើលចិត្តហើយយើងខំប្រឹងមើលចិត្តទាំងដែលមើលមិនច្បាស់ហើយភ្នែករបស់យើងមិនមានការកន្ត្រាក់សាច់ដុំយ៉ាងខ្លាំងដោយយើងមិនចាប់អារម្មណ៍ទេបាទប៉ុន្តែបើសិនជាយើងពាក់វ៉ែនតាគឺមិនចាំបាច់មានការកន្ត្រាក់សាច់ដុំដែលខ្ញុំបានលើកឡើងថាចាប់ពី40ឆ្នាំឡើងសាច់ដុំកែវភ្នែកដែលយើងទាញកែវភ្នែករបស់យើងហ្នឹងគឺពិបាកក្នុងការទាញដើម្បីឲ្យសម្របសម្រួលក្នុងការមើលចិត្តអញ្ចឹងធ្វើឲ្យយើងស្ងួតភ្នែកធ្វើឲ្យយើងហត់ភ្នែកធ្វើឲ្យយើងពិបាកក្នុងការផ្ចង់អារម្មណ៍ហើយធ្វើឲ្យប្រសិទ្ធភាពការងារក្នុងការមើលចិត្តក្នុងការមើលកុំព្យូទ័រឬក៏ទូរស័ព្ទហ្នឹងគឺធ្លាក់ចុះដូចគ្នាតិចនឹងច្រើនហើយវិវត្តទៅតាមវ័យបើសិនជាវ័យយើងកាន់តែចាស់ឬថាអាយុយើង50ឆ្នាំហើយយើងនៅតែទទូចមិនព្រមពាក់វ៉ែនតានៅពេលដែលយើងមើលចិត្តគឺធ្វើឲ្យភ្នែកយើងស្ងួតកាន់តែខ្លាំងបាទចា៎អរគុណលោកចាំដិតនៅត្រង់ចំណុចដែលថាយើងត្រូវតែប្រើប្រាស់វ៉ែនតានៅត្រង់ចំណុចនេះតើគ្រូពេទ្យឯកទេសមានផ្ដល់ដំបូន្មានជាពិសេសទេតើការប្រើប្រាស់វ៉ែនតាហ្នឹងគួរតែជាអាចថាកញ្ចក់វ៉ែនតាហ្នឹងវាមានការការពារអ្វីខ្លះឬឲ្យតែវ៉ែនតាដែលអាចអានអក្សរបានគឺគេអាចប្រើប្រាស់បានជាទូទៅនោះចា៎បាទយើងនិយាយស៊ីជម្រៅទៅលើប្រភេទកញ្ចក់វ៉ែនតាបន្តិចអញ្ចឹងតកតងទៅនឹងវ៉ែនតាមើលចិត្តជាទូទៅឲ្យតែយើងមើលចិត្តឃើញគឺល្អហើយទី1ប៉ុន្តែបើសិនជាយើងចង់បន្ថែមការការពារច្រើនជាងនេះទៅទៀតដែលជាទូទៅក្នុងការវិវត្តរបស់ពិភពលោករបស់យើងគឺវិស័យវិទ្យាសាស្ត្រតទៅនឹងទូរស័ព្ទតទៅនឹងកុំព្យូទ័រគឺលឿនបាទ social media ដូចគ្នាអញ្ចឹងទៅធ្វើឲ្យយើងមើលចិត្តដោយយើងមើលទូរស័ព្ទឬក៏កុំព្យូទ័រជាអំពីសៀវភៅអញ្ចឹងដើម្បីជួយការពារបន្ថែមតទៅនឹងការមើលចិត្តគឺយើងគួរតែពាក់វ៉ែនតាដែលការពារ blue light មានន័យថាពន្លឺពណ៌ខៀវដែលចេញអំពី screen ទូរស័ព្ទ screen កុំព្យូទ័រថែមពីលើការដែលពាក់វ៉ែនតាមើលចិត្តដោយសារតែបើសិនជាយើងពាក់វ៉ែនតាត្រឹមតែពាក់វ៉ែនតាមើលចិត្តទេគឺជាទូទៅគឺសម្រាប់តែមើលសភៅទេប៉ុន្តែបើយើងថែម protection ការការពារពន្លឺពណ៌ខៀវមួយតង់ទៀតធ្វើឲ្យភ្នែករបស់យើងកាន់តែល្អដោយសារពន្លឺពណ៌ខៀវគឺប៉ះពាល់ដល់ប្រព័ន្ធប្រសាទយើងគឺបញ្ឈប់ពពួកmelatonin បាទការដែលយើងងងុយដេកអញ្ចឹងបើសិនជាយើងមើល screen ច្រើនដោយពន្លឺពណ៌ខៀវចូលទៅក្នុងភ្នែកច្រើនmelatonin បញ្ចេញអត់ស្បានល្អអញ្ចឹងធ្វើឲ្យយើងពិបាកក្នុងការគេងដូចគ្នាបាទចា៎អរគុណលោកវិជ្ជបណ្ឌិតបន្តទៅទៀតតកតងជាមួយនឹងការប្រែប្រួលកំហើញតាមអាយុនេះលោកវិជ្ជបណ្ឌិតបានបញ្ជាក់ឲ្យថាវាក៏អាចមានការប្រែប្រួលកំហើញដោយសារតែស្ថានភាពជំងឺមួយចំនួនដែរហើយដែលស្ថានភាពជំងឺនោះមួយចំនួននោះភាគច្រើនគឺមកនៅក្នុងកលៈទេសៈនៃការប្រែប្រួលវ័យនេះដែរអញ្ចឹងនាងខ្ញុំសូមជម្រាបសួរទៅលោកវិជ្ជបណ្ឌិតតើជំងឺអ្វីខ្លះដែលអាចមកនៅក្នុងកលៈទេសៈនេះចា៎បាទក្រៅអំពីការប្រែប្រួលទៅតាមវ័យដែលពិបាកក្នុងការមើលចិត្តចាប់ពីអាយុ40ឆ្នាំឡើងយើងឃើញថាមានជំងឺមួយចំនួនដែលនឹងកើតឡើងដូចគ្នាចាប់ពីអាយុ40ឆ្នាំទី1គឺជំងឺភ្នែកឡើងបាយ
ជំងឺភ្នែកឡើងបាយចាប់ពី40ឆ្នាំឡើងគឺមានប៉ុន្តែមិនទាន់តម្រូវឲ្យធ្វើការវះកាត់ទេហើយកើតច្រើនខ្លាំងដែលតម្រូវធ្វើការវះកាត់ជាទូទៅចាប់ពីអាយុ60ឆ្នាំឡើងបាទដោយសារតែចាប់ពី40ឆ្នាំឡើងគឺកែវភ្នែកកោសិកាកែវភ្នែករបស់យើងហ្នឹងគឺវិវត្តទៅតាមវ័យហើយទទួលរងការអុកស៊ីតកម្មខ្លាំងដែលគេហៅពាក្យបច្ចេកទេសគឺ oxidative stress ហើយនៅពេលដែលទទួលរង oxidative stress នឹងយូរគឺនឹងវិវត្តទៅជាការឡើងសឡើងអ្វីដោយដែលយើងឃើញក្នុងការផ្សព្វផ្សាយជាដើមបាទអញ្ចឹងទី1គឺជំងឺភ្នែកឡើងបាយជំងឺទី2ដែលយើងបារម្ភខ្លាំងបំផុតគឺជំងឺទឹកដក់ក្នុងភ្នែកដោយសារតែចាប់ពី40ឆ្នាំឡើងលំហូរទឹកនៅក្នុងភ្នែករបស់យើងគឺមិនសូវបានល្អទេហើយនៅពេលដែលលំហូរទឹកមិនសូវបានល្អធ្វើឲ្យសម្ពាធភ្នែកយើងឡើងក្នុងកម្រិតតិចតួចឬក៏កម្រិតខ្លាំងនឹងធ្វើឲ្យភ្នែករបស់យើងស្វិតសរសៃបាតភ្នែកនៅខាងក្រោយហើយជំងឺទឹកដក់ក្នុងភ្នែកមាន2ប្រភេទមុំបើកហើយនិងប្រភេទមុំបិទអ្វីដែលយើងខ្លាចគឺប្រភេទមុំបើកគឺដោយសារតែมันមានរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់ទេគឺយើងអត់ដឹងខ្លួនទេចាប់ពី40ឆ្នាំឡើងធ្វើឲ្យមានការកើនឡើងសម្ពាធតិចតួចហើយចាប់ផ្ដើមបាត់កំហើញម្ដងតិចដោយសារដែនកំហើញយើងធំយើងមើលជាទូទៅយើងមើលត្រង់ប៉ុន្តែតែពិតគៀនគឺយើងមើលឃើញដែរតែដល់ពេលកើតជំងឺទឹកដក់ក្នុងភ្នែកដែលធ្វើឲ្យស្វិតសរសៃបាតភ្នែកហ្នឹងគឺចាប់ផ្ដើមបាត់កំហើញគៀនដោយយើងមិនដឹងខ្លួនទេដល់ពេលចុងក្រោយបាត់អស់នៅសល់តែចំណុចកណ្ដាលនេះអាហ្នឹងគឺជាអ្វីដែលយើងគួរឲ្យខ្លាចបើសិនជាប្រភេទមកបិទគឺឈឺចុកចាប់ភ្លាមសម្ពាធភ្នែកឡើងអាហ្នឹងគឺមកពេទ្យភ្លាមមិនជាបញ្ហាទេយើងព្យាបាលតាមហ្នឹងទៅអញ្ចឹងប្រភេទជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបើកហ្នឹងគឺចាប់ពី40ឆ្នាំឡើងគឺតម្រូវឲ្យប្រជាជនយើងមកពិនិត្យភ្នែកដើម្បីយើងធ្វើការរកវិនិច្ឆ័យឲ្យទាន់ពេលបើមិនអញ្ចឹងទេគឺស្ងៀមស្ងាត់បាត់កំហើញដោយមិនដឹងខ្លួនដល់ពេលចុងក្រោយគឺមិនមានការព្យាបាលណាឲ្យដែនកំហើញយើងល្អឡើងវិញទេគ្រាន់តែត្រឹមទប់ស្កាត់តែប៉ុណ្ណោះបាទពីជំងឺបាយហើយនិងជំងឺទឹកដក់ក្នុងភ្នែកដល់ពេលជំងឺមួយទៀតគឺជំងឺទឹកនោមផ្អែមបាតភ្នែកជំងឺទឹកនោមផ្អែមបាតភ្នែកគឺមិនមែនបានន័យថាតាមវ័យទេប៉ុន្តែនៅពេលដែលវ័យគាត់ចាប់ពី40ឆ្នាំឡើងហើយគាត់មានជំងឺទឹកនោមផ្អែមអញ្ចឹងធ្វើឲ្យការវិវត្តធ្វើឲ្យមានការជំងឺទឹកនោមផ្អែមបាតភ្នែកនឹងលឿនខុសពីធម្មតាដោយសារតែសៃឈាមរបស់យើងនឹងមិនអាចទប់នឹងជាតិស្ករដែលមាននៅក្នុងសរសៃឈាមរ៉ាំរ៉ៃដូចពីមុនទេអញ្ចឹងចាប់ពី40ឆ្នាំឡើងគឺងាយនឹងមានបញ្ហាវិវត្តដល់កម្រិតធ្ងន់នៅចំពោះអ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមដោយសង្កេតឃើញថាជួបពីមួយថ្ងៃទៅមួយថ្ងៃជារៀងរាល់ថ្ងៃនេះគឺភាគច្រើនកើតទៅលើអ្នកជំងឺដែលគាត់អាយុ50ឆ្នាំបើន័យថាគាត់មានទឹកនោមផ្អែមយូរហើយប៉ុន្តែចាប់ពី50ឆ្នាំឡើងគឺទី1គាត់មានទឹកនោមផ្អែមវ័យគាត់ចាស់ដូចគ្នាអញ្ចឹងសរសៃឈាមយើងគឺងាយនឹងបែកអញ្ចឹងទៅឃើញថាអ្នកដែលគាត់ចាប់ពីអាយុ40ឆ្នាំឡើងគឺមានជំងឺទឹកនោមផ្អែមបាតភ្នែកច្រើនចំពោះអ្នកជំងឺដែលគាត់មានទឹកនោមផ្អែមស្រាប់បាទហើយនឹងបញ្ហាជំងឺផ្សេងមួយចំនួនទៀតប៉ុន្តែមិនសូវជាច្រើនទេបាទមិនសូវជាហៅថាជំងឺកម្របាទអរគុណលោកវិជ្ជបណ្ឌិតនៅពេលដែលសាធារណជនគាត់ឈានមកដល់ជាពិសេសឈានមកដល់ដំណាក់កាលប្រែប្រួលវ័យដែលកំហើញរបស់គាត់មានការប្រែប្រួលនេះក្នុងករណីដែលគាត់មិនបានជួបគ្រូពេទ្យជំនាញឬក៏មុនពេលដែលគាត់ត្រូវសម្រេចចិត្តស្វែងរកគ្រូពេទ្យជំនាញនេះថាមានសញ្ញាសម្គាល់ណាឲ្យគាត់បានអាចចាប់អារម្មណ៍បានថាការប្រែប្រួលកំហើញរបស់គាត់នេះគឺជាការប្រែប្រួលកំហើញធម្មតាទៅតាមវ័យឬក៏ការប្រែប្រួលកំហើញដោយសារតែស្ថានភាពជំងឺណាមួយនោះចា៎បាទតកតងទៅនឹងរោគសញ្ញាដែលមិនមែនជាការប្រែប្រួលទៅតាមវ័យគឺជាទូទៅអ្នកជំងឺគាត់អាចមានហើយក៏គាត់អាចដឹងដែរប៉ុន្តែគ្រាន់តែគាត់អាចអត់ចាប់អារម្មណ៍ទី1ឧទាហរណ៍ថាជំងឺភ្នែកឡើងបាយគាត់ចាប់ផ្ដើមមានការស្វាំងភ្នែកម្ដងតិចរហូតដល់កម្រិតមួយដែលគាត់ពិបាកក្នុងការមើលអញ្ចឹងជារោគសញ្ញាមួយហើយគឺមិនមែនជាការវិវត្តធម្មតាគឺជាការវិវត្តរហូតដល់ភ្នែកគាត់ជឿផ្ដើមថាឡើងបាយហើយរោគសញ្ញាទី2យើងឃើញថាគាត់ចាប់ផ្ដើមបាត់បង់ដែនកំហើញក្នុងជំងឺទឹកដក់ក្នុងភ្នែកគាត់បាត់ដែនកំហើញម្ដងតិចប៉ុន្តែគាត់អត់ចាប់អារម្មណ៍ដូចគ្នាគាត់អត់ចាប់អារម្មណ៍ថាដោយសារភ្នែកមិនឈឺចុកចាប់ហើយភ្នែកនៅមើលឃើញបាទទោះបីជាគៀនស្វាំងតិចតួចក៏គាត់មិនចាប់អារម្មណ៍ដែរនេះជារោគសញ្ញាដែលត្រូវតែកត់សម្គាល់ហើយមិនមែនជាការវិវត្តទៅតាមវ័យធម្មតាទេបាទ
ហើយរោគសញ្ញាផ្សេងទៀតឧទាហរណ៍ថាបើសិនជាចាប់ពី40ឆ្នាំឡើងយើងមើលចិត្តអត់ច្បាស់ប៉ុន្តែនៅពេលដែលរោគសញ្ញានេះមើលចិត្តមិនច្បាស់មែនប៉ុន្តែបើសិនជាយើងពាក់វ៉ែនតាទៅនៅតែមិនច្បាស់គឺមិនមែនជារោគសញ្ញាដែលវិវត្តតាមវ័យធម្មតាទេសូមអញ្ជើញគាត់ទៅពិនិត្យពិគ្រោះជាមួយវិជ្ជាបណ្ឌិតឯកទេសភ្នែកឲ្យបានត្រឹមត្រូវបានន័យថាមិនមែនជាការដែលយើងត្រូវការវ៉ែនតាមើលចិត្តនៅអាយុ40ឆ្នាំឡើងទេដោយសារតែបញ្ហាដែលគាត់មើលចិត្តមិនច្បាស់គឺអាចត្រូវតែកែគឺអាចត្រូវតែពាក់វ៉ែនតាត្រូវតែមើលច្បាស់តែបើមើលមិនច្បាស់ទេគឺមិនមែនជាបញ្ហាទូទៅទេបាទរោគសញ្ញាផ្សេងទៀតដូចជាគាត់ឃើញចំណុចហោះខ្មៅច្រើនដូចរុយហោះអញ្ចឹង1 2មិនជាបញ្ហាទេប៉ុន្តែបើសិនជាគាត់ឃើញច្រើនឬក៏ឃើញវាំងននដូចជាវាំងននធ្លាក់អីហ្នឹងគឺជាសញ្ញាណបញ្ជាក់ថាគាត់អាចមានបញ្ហាឈាមបាតភ្នែកហើយដោយសារជំងឺទឹកនោមផ្អែមឬក៏ជំងឺរបើកសរសៃបាតភ្នែករោគសញ្ញានេះសំខាន់ដោយសារតែអ្នកជំងឺជាទូទៅគាត់ឃើញចំណុចខ្មៅហោះគាត់គិតថាគាត់តែចំណុចខ្មៅធម្មតាឬក៏វាំងននធ្លាក់មកអីចឹងគាត់ថាគាត់អាចស្វាងភ្នែកតិចតួចទេប៉ុន្តែផ្ទុយទៅវិញគឺជារោគសញ្ញាដែលបញ្ជាក់អំពីការដែលឈាមគាត់ឈាមក្រហមហោះបែកចេញពីសរសៃឈាមហើយឬក៏លបើកបាតភ្នែកតែម្ដងបាទដោយសារស្ថានភាពជំងឺមួយចំនួននោះគឺវាពាក់ព័ន្ធទៅកត្តាវ័យដោយលោកវិជ្ជាបណ្ឌិតបានលើកឡើងចឹងវាមកជាមួយនឹងវ័យដូច្នេះថាតើយើងអាចការពារឬក៏ថែទាំកាត់បន្ថយបានហានិភ័យនៃការកើតឡើងជំងឺដែលពាក់ព័ន្ធនឹងវ័យនេះយ៉ាងដូចម្តេចដែរចា៎បាទតាក់ទងទៅនឹងជំងឺវិវត្តទៅតាមវ័យជាទូទៅយើងមិនអាចទប់ស្កាត់មិនឲ្យកើតឡើងបានទេជាកត្តាធម្មជាតិត្រូវតែកើតឡើងគ្រាន់តែមុននឹងក្រោយអញ្ចឹងដូចថាយើង40ឆ្នាំឡើងគឺអ្នកខ្លះទៅ30ជាងចាប់ផ្ដើមពិបាកក្នុងការមើលចិត្តហើយអ្នកខ្លះ40ជាងប៉ុន្តែការដែលថែទាំភ្នែកដើម្បីជួយពន្យឺតឬក៏កុំឲ្យមានការវិវត្តលឿនគឺតាមរយៈទម្លាប់ប្រចាំថ្ងៃរបស់យើងជាច្រើនដូចជាថាទី1គឺជាការបរិភោគអាហារដែលមានបន្លែផ្លែឈើសាច់ឲ្យបានត្រឹមត្រូវជាបន្លែអាហារសុខភាពដែលសម្បូរទៅដោយពពួកគេហៅថា antioxidant បែរថាដើម្បីប្រឆាំងនឹងពពួកoxidative stress អុកស៊ីតកម្មដែលធ្វើឲ្យកោសិការបស់យើងវិវត្តទៅភាពចាស់មុនអាយុឬក៏វិវត្តទៅលឿនបាទអញ្ចឹងយើងអាចបរិភោគបន្លែផ្លែឈើណាផ្សេងដែលសម្បូរទៅដោយ antioxidant ហ្នឹងគឺមានដូចជាស្ពៃពណ៌ក្រហមត្រីឬក៏តកតងជាពិសេសគឺត្រីតែម្ដងហើយនឹងបន្លែដែលក្នុងនោះមាន4សំខាន់គឺទី1គឺលុយតេអ៊ីនស៊ីសង់ទីនអានឹងពាក្យបច្ចេកទេសតិចហើយទី2គឺវីតាមីន C និងវីតាមីន E វីតាមីន C វីតាមីន E គឺជាវីតាមីនដែលប្រឆាំងនឹងអុកស៊ីតកម្មខ្លាំងដែលជួយភ្នែកខ្លាំងដូចគ្នាបាទកត្តាផ្សេងទៀតដូចជាយើងត្រូវតែលំហាត់ប្រាណជារៀងរាល់ថ្ងៃក៏ជួយការពារនិងពន្យឺតភាពចាស់របស់ភ្នែកដូចគ្នាបាទហើយការជក់បារីក៏ដូចគ្នាដែរគឺនឹងពន្លឿនវិញអញ្ចឹងយើងសូមបញ្ឈប់ឬក៏ព្យាយាមផ្ដាច់បារីដោយសារបារីហ្នឹងគឺមិនត្រឹមតែភ្នែកទេគឺខ្លួនយើងតែមូលតែម្ដងគឺពន្លឿនខ្លាំងពន្លឿនឲ្យយើងចាស់មុនអាយុបាទចានៅត្រង់ចំណុចដែលលោកវិជ្ជាបណ្ឌិតបញ្ជាក់អំពីការបែបបទនៃការរស់នៅគឺអាចជួយពន្យាភាពចាស់នៃភ្នែកដែរអញ្ចឹងនៅត្រង់ចំណុចនេះតើកត្តាហ្សែនមានពាក់ព័ន្ធទៅដល់ភាពប្រែប្រួលវ័យនេះកំហើញនៅក្នុងដំណាក់កាលប្រែប្រួលវ័យនេះដែរឬទេនៅក្នុងការដែលអ្នកណាម្នាក់គាត់មានការប្រែប្រួលដូចលោកចាំដិតបានលើកឡើងចឹងអ្នកខ្លះគាត់អាចថាជាង30អីក៏គាត់ចាប់ផ្ដើមពិបាកនៅក្នុងការអានដែរចា៎បាទកត្តាហ្សែនមួយក៏ជាកត្តាមួយដែលចូលរួមដែរប៉ុន្តែជាកត្តាមួយដែលតិចតួចយើងមិនផ្ដោតទៅលើករណីហ្សែនខ្លាំងទេឧទាហរណ៍ថាហ្សែនគាត់គឺឲ្យតែអាយុ39ឆ្នាំគឺមើលចិត្តលែងច្បាស់ហើយអាហ្នឹងក៏ចូលរួមដែរប៉ុន្តែយើងមិនផ្ដោតទៅលើហ្សែនខ្លាំងទេបាទឧទាហរណ៍ថាគាត់មានជំងឺទឹកនោមផ្អែមក្រុមគ្រួសារគាត់សិតតែជំងឺទឹកនោមផ្អែមអញ្ចឹងកត្តាហ្សែនដែលធ្វើឲ្យចូលរួមឲ្យនឹងការវិវត្តទៅនឹងមានករណីឈាមបាតភ្នែកនៅដោយសារតែជំងឺទឹកនោមផ្អែមប៉ុន្តែជាទូទៅទោះបីជាគាត់មានបញ្ហាហ្សែនឬក៏ក្រុមគ្រួសារគាត់មានការវិវត្តលឿនខុសប្រក្រតីក៏ដោយក៏អញ្ជើញពួកគាត់មកពិនិត្យភ្នែកបានត្រឹមត្រូវ
យោងទៅតាមកត្តាវ័យទូទៅដែលជា guideline ថ្នាក់ជាតិឬក៏អង្គការសុខភាពពិភពលោកតម្រូវឲ្យប្រជាជនយើងមកពិនិត្យភ្នែកឲ្យបានត្រឹមត្រូវទៅតាមវ័យបាទទោះបីជាគាត់មានហ្សែនណាមួយមិនប្រុសក៏ដោយក៏ដោយគ្រាន់តែគាត់អាចមកឆែកខុសពីប្រជាជនធម្មតាតែប៉ុណ្្នឹងឯងឧទាហរណ៍ថាយើងតម្រូវឲ្យប្រជាជនយើងឆែកភ្នែកចាប់ពីអាយុ40ឆ្នាំឡើងយ៉ាងតិចម្ដងក្នុងមួយឆ្នាំប៉ុន្តែបើសិនជាគាត់មានកត្តាហ្សែនគ្រួសារគាត់មានជំងឺទឹកដក់ក្នុងភ្នែកអញ្ចឹងអត់ចាំបាច់តរហូតដល់40ឆ្នាំឯងគ្រាន់តែគាត់អញ្ជើញមកពីគ្រូឲ្យបានត្រឹមត្រូវពួកខ្ញុំនឹងផ្ដល់ដំបូន្មានថាពួកគាត់ត្រូវឆែកប្រមាណខែម្ដងអាចរហូតដល់ជារៀងរាល់អាទិត្យក៏អាចដែរអាស្រ័យទៅលើកត្តាមនុស្សម្នាក់ៗបាទនៅពេលដែលបញ្ហាសុខភាពជាទូទៅបាញ់មិញលោកវិជ្ជបណ្ឌិតបានបញ្ជាក់ឲ្យជំងឺទឹកនោមផ្អែមក៏ធ្វើឲ្យប៉ះពាល់ដែរអញ្ចឹងថាតើស្ថានភាពសុខភាពឬក៏ជំងឺអ្វីខ្លះដែលធ្វើឲ្យប៉ះពាល់ទៅដល់ការប្រែប្រួលកំហើញជាពិសេសនៅក្នុងដំណាក់កាលប្រែប្រួលវ័យនេះពីព្រោះថានៅក្នុងដំណាក់កាលប្រែប្រួលវ័យនោះប្រែប្រួលវ័យមនុស្សជាច្រើនគឺជួបបញ្ហាសុខភាពច្រើនដូចគ្នាមានការប្រែប្រួលច្រើនដូចគ្នាមិនថាស្ត្រីឬក៏បុរសទេដូច្នេះថាបញ្ហាសុខភាពផ្សេងៗធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពភ្នែកយ៉ាងដូចម្តេចដែរចា៎បាទតកតងនឹងជំងឺដែលយើងជួបច្រើនគឺ5ជំងឺខ្ញុំលើកឡើង specific 5ពិសេស5ដោយសារជំងឺផ្សេងនេះជំងឺកម្រអញ្ចឹង5ជំងឺទី1សំខាន់បំផុតនៅពេលដែលវ័យយើងចាប់ពី40ឆ្នាំឡើងគឺយើងឡើងបាយហើយគ្រាន់តែខ្លាំងនៅពេលអាយុ60ឆ្នាំបាទជំងឺទី2គឺជំងឺទឹកដក់ក្នុងភ្នែកបើសិនជាចាប់ពី40ឆ្នាំឡើងគឺអាចកើតជំងឺនឹងគេថាប្រឈមខ្ពស់មែនតើអញ្ចឹងហើយបើសិនជាគាត់មកជួបជាមួយវិជ្ជបណ្ឌិតឯកទេសភ្នែកតន់គឺយើងបានថាស្វែងរកជំងឺនឹងតន់គឺយើងធ្វើព្យាបាលទប់ស្កាត់ទុកឲ្យហើយដោយសារតែការដែលកើតជំងឺទឹកដក់ក្នុងភ្នែកគឺมันមានថ្នាំព្យាបាលទេយើងគ្រាន់តែពន្យឺតឬក៏ទប់ស្កាត់តែប៉ុណ្្នឹងឯងបើសិនជាដែនកំហើញបាត់អស់ហើយសរសៃបាត់ភ្នែកស្វិតហើយគឺស្វិតហើយបាទជំងឺទី3ដែលយើងជួបប្រទះច្រើនដូចគ្នាគឺជំងឺបាតភ្នែកចាស់បាតភ្នែកចាស់ហ្នឹងបានន័យថានៅពេលដែលយើងវ័យចាស់ចាប់ពី60ឆ្នាំឡើងគឺយើងបាតភ្នែករបស់យើងគឺมันមានសមត្ថភាពក្នុងការបញ្ចេញកាកសំណល់បាតភ្នែកចេញទេអញ្ចឹងធ្វើឲ្យកកាកសំណល់នៅក្នុងបាតភ្នែកច្រើនពាក្យបច្ចេកទេសគេហៅថា age related macular degeneration គឺនៅពេលដែលមានជំងឺនឹងកើតឡើងយើងមើលទៅបាតភ្នែកឃើញសតកាកសំណល់បាតភ្នែកច្រើនមែនតើអញ្ចឹងនៅពេលដែលគ្រូពេទ្យវិជ្ជបណ្ឌិតឯកទេសភ្នែករកឃើញជំងឺនេះយើងធ្វើការវិតម្លៃថាងាយនឹងធ្វើឲ្យមានឈាមអត់មានហើមអត់អីអត់អញ្ចឹងបើសិនជាយើងឃើញថាមានបញ្ហានឹងកើតឡើងយើងអាចព្យាបាលតាមរយៈការចាក់ថ្នាំទាន់ពេលវេលាជិះជាងដែលទុកឲ្យភ្នែកមានឈាមហើយមិនអាចព្យាបាលបានឬក៏ឈានដល់ដំណាក់កាលវះកាត់បាទជំងឺផ្សេងទៀតមានដូចជាជំងឺស្ងួតភ្នែកជំងឺស្ងួតភ្នែកចាប់ពី40ឆ្នាំឡើងគឺយើងតែងតែឃើញថាយើងពិបាកក្នុងការមើលអ្វីមួយយូរមិនថាចិត្តមិនថាឆ្ងាយទេមូលហេតុដោយសារតែកោសិកាក្នុងការបញ្ចេញទឹកភ្នែកឬក៏កពេញបញ្ចេញទឹកភ្នែកយើងគាត់ថយចុះសមត្ថភាពក្នុងការបញ្ចេញដូចគ្នាដោយសារតែទឹកភ្នែករបស់យើងតាមពិតជាក់ស្ដែងវាមានទឹកមានខ្លាញ់អញ្ចឹងចឹងទៅកពេញបញ្ចេញទឹកក៏ចេញមិនសូវច្រើនកពេញបញ្ចេញខ្លាញ់ក្រោបពីលើទឹកកុំឲ្យហួតលឿនហ្នឹងក៏មិនសូវបានច្រើនដូចគ្នាអញ្ចឹងធ្វើឲ្យការមើលរបស់យើងគឺងាយនឹងស្ងួតលំហួតមិនបានហួតលឿនពេកហើយបើសិនជាយើងមើលទៅភាគច្រើនកើតទៅលើមនុស្សស្រីទៀតដោយសារស្ត្រីគឺមានរដូវដែលតទៅនឹងអរម៉ូនមនុស្សស្រីអញ្ចឹងនៅពេលដែលគាត់អស់រដូវទៅការបញ្ចេញកពេញរបស់គាត់មិនត្រូវបានបញ្ចេញបានល្អទេអញ្ចឹងនៅពេលដែលស្ត្រីអស់រដូវគឺគាត់ស្ងួតភ្នែកខុសពីធម្មតាច្រើនជាងបុរសបាទចា៎អរគុណលោកវិជ្ជបណ្ឌិតដោយសារការបញ្យល់របស់លោកវិជ្ជបណ្ឌិតក៏ពាក់ព័ន្ធទៅនឹងកត្តាវ័យដែរដែលធ្វើឲ្យការប៉ះពាល់ទៅដល់ស្ថានភាពសុខភាពភ្នែកឬក៏កំហើញនេះក៏មានការវិវត្តខុសគ្នាចាអញ្ចឹងនេះខ្ញុំសូមឲ្យលោកវិជ្ជបណ្ឌិតផ្ដល់ដំបូន្មានជាពិសេសអាចថាក្រុមដែលអាចនឹងប្រឈមមុខពោះឬក៏ជាសាធារណជនទូទៅឬក៏ស្ត្រីនិងបុរសគួរតាមដានសុខភាពភ្នែកនេះយ៉ាងដូចម្តេចចាជាពិសេសនៅក្នុងដំណាក់កាលប្រែប្រួលវ័យនេះបាទយោងទៅតាមអង្គការសុខភាពពិភពលោកតែម្ដងគឺការឆែកភ្នែកគឺត្រូវតែឆែកតម្រូវតែម្ដងចាប់ពីអាយុ40ឆ្នាំឡើងដោយសារដោយដែលបានពិភាក្សាគ្នាមុននេះអញ្ចឹងគឺមានជំងឺច្រើនកើតឡើង
còn người khác nhược nhọt bằng cát người khác mình sao nghi bằng cát bàn tay chấp bị sai sập năm láng cứ trâu tay một bị nứt này cho mùi bị chậm đứt ai cái tế này dạng tịch mũi đón không mũi chạm bạnอย่างติดมาดองขนมชนำบนใต้เหมือนบ้านในท่ามนอายุสายสับชนำคือยังอาจจะบาดจูบเจ็บเด็ดไอเกตเนใช่คือเหมือนบ้านในทางจังบ้านในท่ายังจูบติดตามสถานการณ์คือตีมุ้ยเปอร์เซ็นต์อยู่ในยังชื้อข้อปีทอมาดาสว่างข้อปีทอมาดาเบียนปัญหานามุ้ยแต่ยังเหมือนโปรกระไดยังอาจมาจูบวิจารณ์เด็ดไอเกตในบ้านหรือก็ประวัติครูซาโดยบองบ้านเหมือนเช่นยังแต่ต้นแสนมาท่าครูซาบากวัดมีนจงเงยตักนมไปอุทธรทากรประเภทตีมุ้ยได้มีนปีกำเนิดคืออาจจะบัดต่อสายสับชนะไหมทอทากรมีนแซนกรุษาบากรมีนจงือตักดอกของพเนจแต่สามสับชนะกรมีนจังอาจจะบัดต่อแต่สายสับชนะไหมจังในเปแต่กรมีนปัญหามันโปรก็ได้ข้อปีพเนจยังทำได้เจอกรมาปีนพเนจจากบ้านเติมไตรจับปีสายสับชนะหลังยังตัดจากบ้านมาดองขนมมือชนะหอยกิบเผาปีมุ้ยกระทา comprehensive eye examination ไม่ทาปีนึดปีใจตั้งปีมกเราดอกกรอยบางตำเตยอย่างติดมือดองมันในท่าเจอมาคลินิกหรือก็มันตีแปดไอกิเตพเนจยังเธอกาใช้มือกลุ่มเฮินวอสัมเปียพเนจใช้ถอดหมกพเนจตามอย่างมาเส้นยังปุ่งริกประสัยพเนจดับใบใช้มือบาดพเนจจากบ้านทำเถอตั้งปีมกเราดอกกรอยก็ให้ตา comprehensive eye examination อย่างติดมือดองขนมมวยชนะมันแมนมันนะต่อแต่ยืงจับดาวมีนปัญหาหอยบันยืงเติมเป็นเด็ดโดยยืงเขาสายสับชนะออเตบ่าอย่างติดมาดองหอยจับปีอายุ60ชนะล้างคือดมเราดัดขาดเติมมาใช้จะเรียงรอชนะแต่มาดองได้ซาปี60ชนะล้างมีจงจราเการล้างตั้งปีสมุดในกำลังงนตั้งปีใบในได้ตระเทอกาแวกกัดโดยมาสินบ่มใบพเนจมีจงือบาดในขนมเปได้จึงหายแต่จงือจ่าบาดพเนจการล้างมีนจงือตักดอกนงพนัยกำลังงนแต่ซาสับชนะล้างคือแต่ใส่บาดพนัยก็เศร้าเนี่ยเปอร์เซ็นต์ยืนล้างสัมเปียไอ้มันสูงหรือก็จงือตักดอกนงพนัยคล้ายสัมเปียทอมาได้คนใต้แต่ใส่เนยแต่สวัสดิ์อย่างคล้ายจงือต่างออกนังการล้างหอยมีนจงือจราโดยเชี่ยดมสัตว์ไอ้เซงในหนึ่งตะบอกพนัยก็อาจปีวอดโดยเชี่ยสัตว์หาริบานโดยขี้เนี่ยบาดจังล้อยอย่างติดมาดองขนมมือชนะจับปีอายุสายสับชนะหอยจับปีอายุ60ชนะเตอแต่มาจูบวิชาดัดไอเกตในดัดขาดบาน ออกคนหลบวิจารณ์ดัดบานจำนายเป้จะรวมในขนมการวิทยเยอะให้บานปลอปอร์มีนฉบับโลแต่ตอนตะนังสกปรกในจีบเส้นในขนมดำหนักการปลายปลูไว้นี่โลกใส่จิตติกรบในขนมดำหนักการนี้โดยหลบวิจารณ์ดัดบานเหลือล้างมาตัวใบเจลุเนี่ยมันถลอกมีนปัญหาภายในปีมนเมาก่อได้กวนตายในขนมใบปีศาจสับชนะนี้แต่ยังห้าวนักขนมมวยชนะมาดองจูบกรูแปดไอกระเตภายในดำใบไอโลกบานปีนัดให้ไอบานฉบับทากับปลายปลูกลมเฮยดอกบอเยอะคือจีกับปลายปลูกลมเฮยแต่ตามไว้หรือก็จะการปลายปลูกโดยสถานเพียบจงือนามวยโลกใส่ปริมาตรเทสนิกชนจิติกรบในเป็นนิกพิพิษาระบเยินแต่ตอนตะนึงสกปรกพเนกขนมดำหนักการปลายปลูไว้หรือไอจิงไอบานบดอลตีเป็นจับหายเนียงเชี่ยวรวมแตงวิกมาระบเยินส้มออกก้นส้มกรบเลีย